បាទខ្ញុំសូមជម្រាបសួរបាទពុកម៉ែបងប្អូនបាទស្វាគមន៍មកកាន់ Channel ប្រភេទដើមឈើកម្ពុជាបាទថ្ងៃនេះនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនានៅឈើមួយប្រភេទបងប្អូនបាទហើយដែលឈើមួយប្រភេទនេះវាភាគច្រើនគឺសម្បូរបងប្អូនបច្ចុប្បន្ននេះនៅសម្បូរនៅឡើយទេវាមិនទាន់ជាបាត់បង់ច្រើនទេបងប្អូនបាទនេះបងប្អូនលក្ខណៈដើមវាឈើនេះនឹងប្លែកបន្តិចបងប្អូនដោយសារតែលក្ខណៈសម្គាល់សម្បកវានេះហើយសម្បកវារឿងបែបគេហៅថាមានចង្អូប្រេះហើយជ្រៅជ្រៅណាបងប្អូនផុសមកបាទដើមឈើមួយប្រភេទនេះមានឈ្មោះថាដើមឆ្លីកបាទបងប្អូនប្រហែលជាអ្នកសិក្សាចំការមួយចំនួនប្រហែលជាគាត់ស្គាល់តែសម្រាប់ពុកម៉ែបងប្អូនដែលនិយាយទៅពាក្យច្រើននៅទីប្រជុំជននៅទីក្រុងប្រហែលជាមិនសូវជាចាប់អារម្មណ៍ឬក៏បានស្គាល់ទេបងប្អូនបាទហើយថ្ងៃនេះចង់បង្ហាញឈើមួយប្រភេទនេះជូនពុកម៉ែបងប្អូនបាទទស្សនាក៏ដូចជាស្វែងយល់អំពីលក្ខណៈទូទៅរបស់ដើមឈើមួយប្រភេទនេះបងប្អូនបាទប្រភេទដើមឆ្លិចបើយើងគិតពីប្រភេទឈើវាជាប្រភេទឈើធំដូចជាដើមផ្ចឹកដើមត្រាចអីដែរបងប្អូនហើយវាដុះនៅតាមស្រែដីលក្ខណៈស្រែទំនាបក៏វាអាចដុះបានដែរបងប្អូនបាទពាក្យច្រើនណាបងប្អូនហើយដីទួលដីអីក៏វាដីព្រេចអីក៏វាអាចដុះដែរបងប្អូនបាទហើយពាក្យច្រើននេះវាដុះក៏បើសិនជាតំបន់ណាដែលសម្បូរវាគឺសម្បូរតែម្ដងតែតំបន់ណាដែលមិនសូវក៏វាអត់សូវដែរអាហ្នឹងដូចជាប្រភេទពពួកដើមធ្នង់ដើមអីចឹងបងប្អូនបាទបើសិនជាវាមានដើមធ្លាប់មានដើមនៅកន្លែងណាហើយគឺវាសម្បូរមួយជ្រុងហ្នឹងគឺដុំហ្នឹងគឺសម្បូរដូចជាជាក់ស្ដែងនៅកន្លែងនេះវាស្រែគេចឹងបាទគឺសម្បូរបងប្អូនសម្បូរសត្វដើមផ្ចឹកផងដើមឆ្លីកផងបាទសម្រាប់ប្រភេទឈើដើមឆ្លិចនេះលក្ខណៈទូទៅនៃដើមឆ្លិចនេះគឺតកតងនឹងសម្បកវានេះបងប្អូនបានទស្សនាស្រាប់គឺវាលក្ខណៈជាប្រេះជាចង្អូជ្រៅជ្រៅបែបនេះហើយពណ៌វាគឺបែបប្រផេះលាយក្រមៅបងប្អូនវាមិនមែនថាខ្មៅក្រឹបឬក៏ប្រផេះសុទ្ធទេបានន័យថាវាលាយគ្នាយើងអាចមើលពីចម្ងាយឬក៏យើងមើលចិត្តវាស្តៀងនឹងក្រមៅពណ៌នឹងក្រមៅអញ្ចឹងណាបាទប៉ុន្តែបើយើងថតវាចិត្តពាកមែនតើវាបែបប្រផេះចាស់ហើយលាយប្រផេះបែបខ្ចីបែបសតិចចឹងប៉ុន្តែបើយើងមើលពីចម្ងាយគឺវាមានពណ៌នឹងក្រមៅបងប្អូនបាទពណ៌នឹងក្រមៅបាទលក្ខណៈដើមនេះគឺជាប្រភេទដើមឈើធំហើយត្រង់ដើមវាភាគច្រើនគឺត្រង់បងប្អូនត្រង់ដូចបងប្អូនឃើញត្រង់អញ្ចឹងទោះបីជាឈើផ្សេងក៏វាលក្ខណៈត្រង់ដែរវាមានតិចតួចណាស់ដែលមានលក្ខណៈជាឈើដែលវាមានសឹងថាភាគរយតិចតែបើនិយាយពីភាគរយច្រើនគឺដើមឆ្លិចនេះគឺជាប្រភេទដើមឈើដែលត្រង់មកហើយស្លឹកវាតូចទេឬវែងបងប្អូនដោយសារតែខ្ញុំរោស្លឹកឈើមកហាញបាននេះស្លឹកវាមានតែស្លឹកចាស់បងប្អូនបាទមានតែស្លឹកចាស់នេះបងប្អូននេះស្លឹកវាប៉ុណ្ណឹងអានេះស្លឹកវាចាស់ធ្លាក់ហើយរដូវនេះវាអត់សូវមានស្លឹកទេបងប្អូនដោយសាររដូវស្លឹកជ្រុះនៅពេលធ្លាក់ភ្លៀងចូលដើមរដូវវស្សាទៅវាមានស្លឹកហើយអត្ថប្រយោជន៍សម្រាប់ដើមនេះបើយើងនិយាយពីបរិស្ថានគឺវាមានប្រយោជន៍សម្រាប់បរិស្ថានបងប្អូនបាទសម្រាប់ដើមឈើគ្រប់ប្រភេទដើមឈើតែវិញនិយាយពីសារៈប្រយោជន៍ដែលយើងយកមកប្រើប្រាស់នៅជីវភាពប្រចាំថ្ងៃរបស់យើងវាជាប្រភេទឈើខ្លឹមដែរគេក៏អាចយកវាទៅធ្វើជាសសរផ្ទះឲ្យបានដែរប៉ុន្តែវាមិនសូវរឹងមាំប្រហែលនេះបងប្អូនខ្លឹមវាបាទក្តារគ្រឿងផ្ទះឲ្យបានបងប្អូនបាទរហូតដល់ឥឡូវនេះវាអត់មានឈើក៏យើងអាចយកវាច្នៃទៅធ្វើជាគ្រឿងហារឹមលក្ខណៈធន់ស្រាលដូចជាទូចានទូតុកអីលក្ខណៈតូចបានបងប្អូនបាទហើយវាជាប្រភេទឈើមួយដែលយើងស្រួលសម្គាល់ដោយសារតែវាមានមេឃរឹងវល់ហើយស្លឹកវាក៏រឹងវល់ដែរបងប្អូនវាអត់សូវមានស្លឹកទេបាទអានេះយើងសង្កេតជាទូទៅបងប្អូនណាហើយប្រភេទឈើនេះគឺជាប្រភេទឈើធំវាអាចមានមុខកាត់ធំដែរបងប្អូនបាទដូចជាពពួកដើមត្រាចតាមអីដែរអាយុវាច្រើនក៏វាធំទៅតាមអាយុវាដែរបងប្អូនបាទ
នេះបងប្អូនកែវខោដើមឆ្លិចនេះមើលទុំបីតាមេឃរបស់វាក៏មានលក្ខណៈរៀងសឡូនបាទវាអត់មានចង្ងៀងចង្ងាងពីវងកងែវទេបងប្អូនបាទសម្រាប់វីដេអូរបស់ខ្ញុំមួយនេះគឺបង្ហាញតែប៉ុណ្ណោះទេបងប្អូនរៀងត្រួសបង្ហាញតែពីលក្ខណៈទូទៅអត់បានបង្ហាញអំពីស្លឹកខ្ចីរបស់វាទេដោយសារតែវាជ្រុះអស់វាងាប់អស់បងប្អូនវាជ្រុះបងប្អូនមើលចាក់ស្ដែងមេឃវាចង្ងាងស្ទើររៀមប៉ុន្តែតិចបងប្អូនថាដើមនឹងងាប់អត់ងាប់ទេបងប្អូនដើមវាជ្រុះស្លឹកទេបាទអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំគឺបងប្អូនខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនមកជួបខ្ញុំនៅវីដេអូក្រោយទៀតខ្ញុំនឹងព្យាយាមបង្ហាញនៅប្រភេទដើមឈើផ្សេងទៀតបងប្អូនជូនពុកម៉ែបងប្អូនទស្សនាខំថាពុកម៉ែបងប្អូនជួយបាទសាប់ស្កាប់ក៏ដូចជាចែករូបកណ្ដឹងម្នាក់មួយផងបងប្អូនបាទទៅពេលដែលខ្ញុំផុសវីដេអូក្រោយទៀតបងប្អូននឹងបានឃើញភ្លាមហើយក៏ដូចជាជួយបង្ហាញដល់ក្មេងជំនាន់ក្រោយឲ្យគាត់បានស្គាល់ថាដើមឆ្លិចមានលក្ខណៈសម្គាល់ហើយនៅតែប្រយោជន៍យ៉ាងណាបងប្អូនអរគុណសម្រាប់ការទស្សនាជួបខ្ញុំនៅវីដេអូក្រោយទៀត